មកពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយមកធ្វើម្ហូបហូបបាយជាមួយខ្ញុំថ្ងៃនេះដែរបងប្អូនអើយបងក៏អត់នៅហ្នឹងហើយគាត់ឲ្យធ្វើម្ហូបហូបខ្លួនឯងចឹងមានទេនៅតែឯងងាយបងប្អូនអើយស្រួលមើលទូបើកទូឃើញបើកទូឃើញយាវគោនៅមានន័យឆាហ្នឹងហើយបងប្អូនគោឡើងភ្នំនៅប្រយុទ្ធហ្នឹងតកួនមានផ្សិតមានស្វ័យហ្នឹងមានទេបងប្អូនអើយឆាមួយចានហូបទៅហ្នឹងហើយហ្នឹងហើយបងប្អូនគ្រឿងក្រៅគ្មានស្អីទេបងប្អូនអើយហើយឃើញវិការហ្នឹងកូនតែមកបងប្អូនអើយអញ្ចឹងចេះមួយកូនរៀនបើកសំឡេងហ្នឹងហើយបងប្អូនគ្រឿងក្រៅមានអីទេមានតែម្ទេសហើយនឹងខ្ទឹមហ្នឹងហើយបងប្អូនអើយសាមញ្ញធ្វើមិនឲ្យតែបានហូបឆាប់ចឹងបងប្អូនលឿនងាយចឹងមិនថាប្រុសយើងងាយតែសម្រាប់ខ្ញុំវិញស្រួលបងប្អូនអើយស្អីហូបកើតទេធ្វើងាយស្រួលហូបហ្នឹងហើយស្រួលហូបសាមញ្ញចឹងបងប្អូនព្រោះយើងនៅម្ដាយយើងស្រួលទេរបស់យើងធ្វើហូបគឺងាយហ្នឹងហើយបងប្អូនហើយខ្ញុំផ្សំខ្ញុំដាក់បន្លាក់សាច់ហើយបងប្អូនខ្ញុំដាក់គ្រឿងក្រៅហើយចឹងមានម្រេចហ្នឹងហើយស្ករអំបិលស្ករវិជែងហើយនឹងទឹកត្រីតិចហ្នឹងបងប្អូនដាក់វាឲ្យចូលច្របាច់វាចូលជាតិចឹងណាព្រោះនេះខ្ញុំសាកទៅមើលតាមគេដែរចឹងបងប្អូនឃើញគេដូចគេធ្វើដូចថាមានជាតិចឹងយើងសាកធ្វើដូចគេដែរមើលថាពេលដែលយើងប្រឡាក់ឲ្យដាក់ស្លតែហ្មងទៅវាចូលជាតិនឹងសាច់ហ្នឹងអត់ហ្នឹងហើយដល់ពេលយើងស្លទៅបងប្អូនឆាទៅមានអីចូលជាតិមកគេតាវាដូចថាវាចូលជាតិវាថាយើងដាក់ទៅអាគ្រឿងស្ករវិជែងអីហ្នឹងម្រេចអីហ្នឹងវាចូលជាតិនឹងសាច់ហ្នឹងហ្មងអញ្ចឹងបានន័យថាអញ្ចឹងបានគេចូលចិត្តធ្វើអញ្ចឹងហ្មងហ្នឹងហើយរួចហើយយើងក៏លាងផ្ទះលាងអីហ្នឹងឲ្យដាក់គ្រឿងក្រៅហើយកន្លែងវាឆ្អៀតទៀតបងប្អូនអើយវាចក្រានបាយទូចហ៎អានេះមិនមែនកន្លែងចក្រាននៅហាងទេនេះគឺកន្លែងខ្ញុំដេកអញ្ចឹងបងប្អូនហ្នឹងហើយយើងដាក់ឆាសាច់យាវគោហ្នឹងយើងដាក់ឲ្យវាយូរតិចទៅបងប្អូនវារៀងឆ្អិនតិចទៅកុំឲ្យវាស្វិតអញ្ចឹងបងប្អូនហ្នឹងហើយឆាវាទុកវារៀងស្ងួតទឹកតិចទៅចាំយើងដាក់បន្លែចូលអញ្ចឹងបងប្អូនយើងឆាអញ្ចឹងវាងាយស្រួលទេបងប្អូននេះយើងដាក់បន្លែទៅបន្លែដែលសល់ពីយប់មិញហ្នឹងបងប្អូនបន្លែដែលធ្វើគោឡើងភ្នំហ្នឹងហើយបងប្អូនតែមួយផ្លែតឆ្អិនហើយបងប្អូនហើយព្រោះដោយសារបន្លែហ្នឹងវាងាយឆ្អិនទេគឺច្រើនយ៉ាងដល់ពេលស្វាត់ទៅអានេះទេបងប្អូននេះឆ្អិនបងប្អូនឆាកំឡងតែបងប្អូនបន្លែសល់ពីស៊ុបគីហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូននឹងទូនេះលាយសាច់តិចហ្នឹងអរគុណដែលតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់ចឹងបងប្អូនហើយជួបគ្នាវីដេអូក្រោយបងប្អូនបាយបានហូប